បាទសូមជម្រាបសួរទៅដល់អស់លោកអ្នកដែលជាអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាហើយក៏សូមជម្រាបសួរទៅដល់កូនៗទាំងអស់គ្នាដែលជាអ្នកសិក្សាភាសាអង់គ្លេសមិនថាគឺដែលកូនចង់ចេះពីកម្រិតមូលដ្ឋានគ្រឹះតទៅក៏ណាអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងបង្រៀនកូនអំពី how to pronounce the consonants បាទអញ្ចឹងចំពោះវីដេអូមុនគឺខ្ញុំបានបង្រៀនកូនរួចហើយតាក់ទងជាមួយនឹងvowels អញ្ចឹងនៅក្នុង vowel គឺយើងបែងចែកជាពីរគឺមាន monophthongs ហើយនិង diphthong នៅក្នុង monophthong គឺមានចំនួន12ហើយនៅក្នុង diphthongs គឺមានចំនួន8អញ្ចឹងកូនបានរៀនមកហើយបាទឥឡូវនេះគឺយើងនៅក្នុងវីដេអូនៅថ្ងៃនេះគឺកូននឹងបានរៀនមួយទៀតតាក់ទងជាមួយនឹង how to pronounce the consonants បាទរបៀបបញ្ចេញសំឡេងព្យញ្ជនៈអញ្ចឹងយើងចាប់ផ្ដើមចូលរៀនតែម្ដងក៏ណាចាប់ផ្ដើមរៀនបាទអញ្ចឹងនៅក្នុងព្យញ្ជនៈភាសាអង់គ្លេស there are 24 គឺមាន24ណាតែថ្ងៃនេះទីខ្ញុំមិនបរៀនទាំងអស់ទេគឺបរៀនកូនខ្លះសិនបាទអញ្ចឹងព្យញ្ជនៈមុនគេ consonant មុនគេគឺយើងបើសិនជាយើងមើលទៅលើអក្សរគឺកូនស្គាល់ថាជាអក្សរជា alphabet P បាទប៉ុន្តែពេលដែលយើងយកមករបៀបបញ្ចេញសំឡេងជាព្យញ្ជនៈគឺយើងមិនអានថា P ទេគាត់ណាគឺយើងអានអក្សរ P នេះទៅជា P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  peak P peak បាទអញ្ចឹង peak កូនស្គាល់អត់គឺសត្វជ្រូកណាបាទ peak ជ្រូកហើយអក្សរខាងក្រោមបើសិនណាកូនមើលទៅលើអក្សរក្រមនៃភាសាអង់គ្លេស alphabet of English គឺកូនថាអក្សរ B ប៉ុន្តែនៅក្នុង consonant គឺយើងអាន B ទេកូនណាគឺយើងអានថា B B B bat 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 B bat B bat B bat បាទអញ្ចឹងបាត់ហ្នឹងគឺប្រែថាប៉ុន្តែបាទមកឃើញអក្សរនេះទីចាដឹងថាកូនស្គាល់ណាគឺកូនមើលទៅបើសិនតែកូនគិតនៅក្នុង alphabet of English កូនថាអក្សរហ្នឹងជាអក្សរ T ប៉ុន្តែនៅក្នុង how to pronounce the consonant គឺនៅក្នុងព្យញ្ជនៈគឺអក្សរ T ហ្នឹងយើងអានថា th 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 បាទ th t th t th t បាទ t ហ្នឹងទឹកតែកូនណាកូនតែឬក៏ទឹកតែបាទហើយអក្សរបន្តទៀតគឺកូនស្គាល់គឺអក្សរ D ណាបើសិនតែកូនមើលកូនធ្លាប់រៀន alphabet of English កូនថាអក្សរហ្នឹងគឺអក្សរ D ប៉ុន្តែនៅក្នុង consonant របស់យើងគឺយើងអាន D កូនណាគឺកូនអានថា d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  បាទ d dog d dog d dog អញ្ចឹង dog កូនស្គាល់ហើយវាជាសត្វឆ្កែប៉ុន្តែពេលខ្លះគេសេថាសំណក់បាទ dog ឆ្កែបាទអញ្ចឹងconsonant ខាងក្រោមគឺមានអក្សរបើយើងមើលទៅគឺthហើយអានេះគឺនិមិត្តសញ្ញា sh th sh th sh th sh គឺសំឡេង ch បាទ ch 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 cheese ch cheese ch cheese បាទ cheese ហ្នឹងប្រែថា cheese ធម្មតាហ្នឹងគឺណា cheese ខាងក្រោមកូនឃើញ d ហើយនឹង z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  បើអក្សរ z យើងអានថា z តែអក្សរនេះគឺ z z d z d z យើងអានអក្សរconsonant d ហើយនឹង z នេះគឺយើងអានថា j j បាទអញ្ចឹងនេះអានថា j choke j choke j choke បាទ choke នេះរឿងកំ pl ែងបាទបើអញ្ចឹងនៅក្នុងថ្ងៃហ្នឹងកូនសិក្សាតែប៉ុណ្ណឹងបានហើយគឺ6 consonant កូនណា 6 consonants បាទអញ្ចឹងទីចរនឹងអានឲ្យកូនម្ដងទៀតដើម្បីឲ្យកូនច្បាស់តែម្ដងបាទអញ្ចឹងអានតាមទីចរទាំងអស់គ្នាណាបាទ P peak sorry យើងអានតែ p p peak
but but t t the dog ch cheese ch cheese j joke j joke បាទអញ្ចឹងវីដេអូនេះក៏បានដល់ទីបញ្ចប់ហើយណាហើយបើសិនតែកូនចង់ចេះច្បាស់កូនអាចមើលវីដេអូនេះម្ដងហើយម្ដងទៀតរហូតដល់កូនគិតថាកូនចេះហើយគឺកូនហើយបើសិនតែកូនបានចេះហើយសូមកុំភ្លេចគិតបើកូនគិតថាវីដេអូដែលកូនមើលនេះពិតជាមានប្រយោជន៍កូនមើលទៅកូនចេះកូនកុំភ្លេច share ចែករំលែកមិត្តភក្តិកូនផងណាបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណចំពោះអស់លោកអ្នកដែលជាអ្នកអាណាព្យាបាលក៏ដូចជាសូមអរគុណចំពោះកូនទាំងអស់គ្នាដែលកូនតែងតែតាមដានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះគឺដល់ទីបញ្ចប់ហើយអញ្ចឹងក៏សូមអរគុណកូនទាំងអស់គ្នានិងលោកអ្នកដែលជាអ្នកអាណាព្យាបាលអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ